ឲ្យស្រោស្រោឲ្យលឿនណាយប់ជ្រៅហើយបាទម៉ែអាពៅហេតុតែនៅក្មេងវាចូលចិត្តលេងណាស់មើលចោះសំបីតែយប់ណាស់ទៅហើយក៏វានៅតែមិនខ្វល់ងូតទឹកផងលេងទឹកផងសបាយសឹងអីទៅហើយហើយម៉ែខ្លាចនោះខ្លាចអាពៅងូតទឹកបណ្ដើច្រៀងបណ្ដើទាំងគ្មានខ្លាចអ្វីសោះហើយចោះអាពៅវាងូតទឹកយូរម្លេះវាមិនខ្លាចទេអីហឡឡឡឡឡអូនអើយអូនឡា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 មកច្រៀងលេងជាមួយគ្នាឡ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 ាកំពុងតែច្រៀងលេងសុកស្រាប់តែមានអ្វីចាប់យកអាពៅទៅឆ្ងាយអើយជួយផងម៉ែជួយផងរួចចោះអាពៅវាស្រែករឿងអីហើយម្ដងច្រៀងម្ដងស្រែកមីងណយភ័យស្លន់ស្លោរត់ចោះចេញទៅមើលអាពៅហាអាពៅទៅណាហើយកូនអាពៅឈាមពេលនោះស្រាប់តែមីងណយសម្គាល់ឃើញថាមានសត្វតែឈាមហើយឬមួយក៏ពួកជាចាប់យកកូនខ្ញុំទៅអ្នកស្រុកអើយអ្នកភូមិអើយជួយផងមីងណយស្រែករកអាពៅគ្រប់ទិសទីមួយយប់ទល់ភ្លឺហើយគាត់ក៏បានដើរទៅផ្ទះពូប្រាជ្ញនៅផ្ទះពូប្រាជ្ញអាពៅរបស់ខ្ញុំមិនដឹងទៅដល់ទីណាហើយទេតើមានរឿងអីនឹងអ្នកណយបានជាយំលហេមលហាមយ៉ាងហ្នឹងលោកបងប្រាជ្ញអាពៅកូនខ្ញុំជប់មិញណាងូតទឹកសុកខ្ញុំលើសំឡេងវាស្រែកជួយផងតែឥឡូវនេះបាត់វាហើយឃើញតែឈាមណាលោកបងតិចពោះយៈជាអ្នកចាប់ទេដឹងព្រោះថ្ងៃមុនមន់របស់ខ្ញុំក៏ខ្ទេចគ្មានសល់ដែរបើបែបនេះមែនណាតើគួរធ្វើបែបណាទៅលោកបងបើអញ្ចឹងពួកយើងនាំគ្នាទៅប្តឹងលបងមេភូមិទៅលបងមេភូមិនឹងជួយរកវិធីដោះស្រាយជាមិនខានទេបំរុងតែទៅផ្ទះមេភូមិពូរ៉េតក៏បានដើរមកដល់លបងប្រាជ្ញអ្នកណយហើយមានរឿងអីបានជាស្លន់ស្លោបែបនេះគឺពួកខ្ញុំកំពុងទៅផ្ទះមេភូមិហ្នឹងណាតើមានរឿងអីបានជាទៅផ្ទះមេភូមិគឺថាអាពៅកូនខ្ញុំងូតទឹកសុកស្រាប់តែឮសំឡេងស្រែកពេលខ្ញុំចេញមកណាមិនឃើញអាពៅទេតែខ្ញុំឃើញឈាមច្រើនណាស់ខ្ញុំសង្ស័យថាពស់ស៊ីវាហើយមានរឿងអញ្ចឹងផងអីគួរឲ្យរន្ធត់ណាស់បើអញ្ចឹងអ្នកទាំងពីរបញ្ញាប់ទៅផ្ទះមេភូមិចុះបានការយ៉ាងណាចាំខ្ញុំទៅជួយអ្នកណយតាមរកអាពៅចុះចាលោកបងពូប្រាជ្ញនិងមីងណយបានសម្ដៅទៅផ្ទះមេភូមិចំណែកពូរ៉េតក៏សម្ដៅទៅព្រៃល្ពះមិនដឹងថាពៅទៅដល់ណាហើយទេពូរ៉េតប្រមូលចោះប្រមូលឡើងស្រាប់តែគាត់បានឃើញពស់ដ៏ធំមួយបានចេញមកពស់នេះឯងគឺជាពស់យៈនៅក្នុងភូមិស៊ីមន់របស់អ្នកស្រុកមែនទេតើពូមិនស្គាល់ខ្ញុំទេមែនទេនេះឯងចេះនិយាយផងមែនទេមែនហើយពូរ៉េតខ្ញុំគឺជាពស់ដែលពូបានកាប់ដាច់កតុយខ្ញុំនោះអីអូយើងស្គាល់ហើយឯងគឺជាពស់ដែលខ្ញុំកាប់ដាច់កតុយតើពីមុនឯងតូចទេឥឡូវខ្ញុំមិននឹកស្មានថាឯងអាចធំដល់ថ្នាក់នេះសោះមែនហើយពូរ៉េតពេលនេះខ្ញុំធំជាងមុនហើយខ្ញុំក៏ជាពស់រក្សាសិលទៀតផងកាន់សិលមែនទេតែយើងមិនជឿឯងទេឯងស៊ីមន់អ្នកស្រុកមែនទេអត់ទេខ្ញុំអត់បានស៊ីទេពូខ្ញុំពិតជាពស់ប